សួស្តីអ្នកទាំងអស់គ្នាអ្នកដែលមើលវីដេអូខ្ញុំចាស់ប្រហែលជាដឹងហើយកាលឆ្នាំ2017ខ្ញុំទិញដីមួយប្លង់900ម៉ែត្រការ៉េនៅជាទីក្រុងភ្នំពេញយើងហ្នឹងពេលហ្នឹងខ្ញុំក៏ចាប់ផ្ដើមដាំឈើមួយចំនួនដូចជាកញ្ញូងបេងនាងនួនអីជាដើមឥឡូវនេះរយៈពេល6-7ឆ្នាំហើយដើមឈើទាំងអស់ហ្នឹងក៏ចាប់ផ្ដើមធំបដាដែរហើយមកដល់ឥឡូវនេះគឺអត់មានដើមឈើមួយណាដែលងាប់ទេគ្រាន់តែថាដើមឈើវាធំអត់ស្មើគ្នាមានដើមខ្លះក៏ធំទៅមានដើមខ្លះក៏ទូទៅនិយាយទៅពេលវេលាលឿនដែរ6-7ឆ្នាំហើយដើមឈើឥឡូវក៏បានធំមានម្លប់មានអីដែលអាចឲ្យគ្រួសារទៅជុំគ្នាបានពេលឈប់សម្រាកបើធៀបនឹងហ៊ុបថតពីចាប់ដើមដំបូងរហូតមកដល់ឥឡូវយើងឃើញប្លែកគ្នាច្រើនមែនតើពីអត់មានអីសោះរហូតដល់ខ្លាយជាបៃតងខៀវខ្ចីក្នុងចំណោមដើមឈើមានកញ្ញូងមានបេងមាននាងនួនមានតែដើមកញ្ញូងមួយនេះទេដែលធំជាងគេបើធៀបមករៀមដៃខ្ញុំមើលទៅដឹងថាធំហើយចាំមើលជាមួយខ្ញុំទាំងអស់គ្នា5ឆ្នាំឬមួយក៏10ឆ្នាំទៀតតើដើមឈើហ្នឹងវាធំប៉ុណ្ណាទៅកុំភ្លេចជួយ Subscribe Channel ខ្ញុំទាំងអស់គ្នាផងណាអរគុណ